ចំពោះអូនស្ត្រីវ័យក្មេងចាបើមិនចង់ឲ្យខ្លួនឯងមានបញ្ហាស្បូនលាន់ឬក៏បញ្ហាស្រុតស្បូនទេរឿងទី1កុំអង្គុយចង់ហោងចាកុំអង្គុយចង់ហោងយូរពេកពេលដែលយើងបន្ទោបងមិនថាបត់ជើងតូចក្តីបត់ជើងធំក្តីកុំប្រឹងខ្លាំងពេកព្រោះចំណុចនេះក៏វាអាចតាក់ទងទៅនឹងបញ្ហាស្បូនរបស់យើងដែរហើយចំណុចទី2កុំធ្វើការងារធ្ងន់ធ្ងរឬក៏ប្រើកម្លាំងលើកឲ្យវ៉ាន់ធ្ងន់ធ្ងរចំណុចពេលនេះជាហេតុផលមួយដែលធ្វើឲ្យក្មេងៗស្ត្រីមួយចំនួនហ្នឹងគាត់មានបញ្ហាស្បូនលាន់គាត់មានបញ្ហាស្រុតស្បូនប៉ុន្តែកន្លងមកបងស្ត្រីគ្នាយើងមួយចំនួនប្រកាសជាធ្លាប់បានដឹងហើយចាថាជំងឺស្រុតស្បូននេះភាគច្រើនគឺកើតចំពោះស្ត្រីវ័យចំណាស់និងស្ត្រីដែលសម្រាលកូនដោយធម្មជាតិកូនគាត់នឹងថ្លោះពេកឬក៏កូនញឹកគឺពួកគាត់ងាយស្រុតស្បូនប៉ុន្តែអ្វីដែលខ្ញុំចែករំលែកនេះគឺចង់ផ្ដាំទៅដល់អូនស្ត្រីមួយចំនួនបើសិនជាគាត់មានទម្លាប់អង្គុយចោលហោងមានទម្លាប់ធ្វើការងារធ្ងន់ក៏គាត់អាចប៉ះពាល់ជាមួយស្រុតស្បូនដែរគ្រាន់ថាកម្រិតធ្ងន់ឬក៏ស្រាលវាអាស្រ័យទៅលើសកម្មភាពរបស់គាត់ជាក់ស្ដែងហើយខ្ញុំចែករំលែកនេះក៏ជាការដាស់តឿនក្នុងករណីថ្ងៃក្រោយទៅយើងមានគ្រួសារយើងមានស្វាមីយើងមានកូនយើងអត់ដឹងណាវាអាចនឹងប៉ះពាល់ទៅដល់បញ្ហាជំងឺទាំងអស់ហ្នឹង